Ba chấm rượu xua người này bật Facebookឡើងឃើញមានកូនក្មេងម្នាក់ណាឆ្កែខំហើយអត់បានទៅចាក់វ៉ាក់សាំងឆ្កែខំទេទៅចាក់ទៅវ៉ាក់សាំងទេតំណោះហើយដល់ឥឡូវហ្នឹងឃើញបកាច់ណាសេកភុះដូចឆ្កែយ៉ាងគេញញងដៃជើងណាអាហ្នឹងចេញរោគសញ្ញាណាចេញរោគសញ្ញាឈួតហើយអញ្ចឹងចង់ជំរាបបងប្អូនចេះណាបងប្អូនទាំងអស់គ្នាហ្នឹងណាកាលណាបើមានឆ្កែខំបើឆ្កែនឹងអត់ឈួតទេឈួតក៏ដោយមិនឈួតក៏ដោយត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងណាជាពិសេសគឺចាក់វ៉ាក់សាំងឆ្កែខំបើឆ្កែអត់ឈួតយ៉ាងហោចក៏ចាក់ឲ្យបាន3ដងដែរហើយគេមានចាក់វ៉ាក់សាំងឆ្កែឈួតផងចាក់វ៉ាក់សាំងទេតំណោះផងហើយបើសិនជាឆ្កែនឹងឈួតហើយឆ្កែនឹងរត់បាត់ឬក៏ឆ្កែនឹងងាប់អានឹងត្រូវចាក់វ៉ាក់សាំងទេតំណោះនឹងហើយមិនត្រឹមតែចាក់វ៉ាក់សាំងទេតំណោះច្រឡំវ៉ាក់សាំងទេតំណោះហើយមិនត្រឹមតែចាក់វ៉ាក់សាំងឆ្កែខាំឆ្កែឈួតនឹងទេត្រូវចាក់ដល់អ៊ីមីណូណាអ៊ីមីណូក្លូប៊ីលីនវ៉ាក់សាំងរបស់អារ៉ាប៊ីតនឹងទៀតដែលថាចាក់អាថ្នាំមួយទៀតលើសអាវ៉ាក់សាំងនឹងទៀតណាបាទព្រោះកាលណាបើយើងអត់បានចាក់ទេអ្នកដែលកាត់ដែលបន្ទាប់ពីឆ្កែឈួតនឹងខាំហើយមើលជាណាដល់ស្លាប់ 100% អញ្ចឹងបើមិនទាន់ចេញរោគសញ្ញាប្រញាប់ទៅជួបគ្រូពេទ្យណាជួបគ្រូពេទ្យដើម្បីគេចាក់វ៉ាក់សាំងឆ្កែខាំហ្នឹងហើយកុំឲ្យទុកណាអត់មានទុកទេចាក់ឲ្យភ្លាមត្រូវប្រញាប់ទៅចាក់ភ្លាមឲ្យមានទុកទេដោយទុកដោយក្មេងហ្នឹងស្ដាប់ទៅដូចទៅលឹះ5ថ្ងៃណាអញ្ចឹងលឹះ5ថ្ងៃឥឡូវទៅឈួតហើយអញ្ចឹងតែកាលណាចេញរោគសញ្ញាឈួតប្រនេះហើយដឹងអត់រស់ទេណាអញ្ចឹងសូមឲ្យបងប្អូនទាំងអស់គ្នាបើសិនជាមានឆ្កែខំឆ្កែឈួតក៏ដោយសัตว์ណាឬក៏សត្វក៏ដោយកាលណាខំហើយប្រញាប់ទៅចាក់វ៉ាក់សាំងណាហើយពេលហ្នឹងគេចាក់វ៉ាក់សាំងទេតំណោះផងចាក់វ៉ាក់សាំងឆ្កែខំនឹងផងហើយដល់កុំទុកឲ្យដល់ហួសពេលណាតែហួសពេលហើយដឹងតែស្លាប់ហើយណាដឹងតែឈួតហើយដល់ស្លាប់ហើយព្រោះគ្មានថ្នាំណាព្យាបាលទេណាវាចេញរោគសញ្ញាឈួតហើយបាទអញ្ចឹងសូមអរគុណសូមជម្រាបលាសូមជូនព័ត៌មានប៉ុណ្្នឹងឯងបាទមិនបើមានឆ្កែក៏ដោយសត្វក៏ដោយបើខាំហើយប្រញាប់នាំគ្នាទៅចាក់វ៉ាក់សាំងណាឲ្យបានគ្រប់គ្នាបាទសូមអរគុណសូមជម្រាបលា